នេះបីភ្លៀងមកយប់លឹកឈើស្រស់ញញឹមឲ្យតែមេឃភ្លៀងស្មានតែពីក្មេងចំណាំបំផុតហ្នឹងគឺស្លឹកឈើពេលណាដែលវាមានមេឃភ្លៀងធ្លាក់មកអញ្ចឹងវាលាងចម្រះនៅជាតិធូលីនៅលើស្លឹកវាអញ្ចឹងមើលទៅខៀវស្អាតមែនតើហើយបើប្រៀបធៀបវិញមកដូចថាលើលឹកឈើយើងរៀនវិទ្យាសាស្ត្រវាមានសារធាតុបឺតស្អីចឹងទៅអញ្ចឹងបើយើងរៀននៅលើហ្នឹងដូចជាផ្កាយវាមានលំអងយីឈ្មោលវាអញ្ចឹងដល់ពេលកាលណាវាមានទម្លីមានខ្យល់បក់បិទស្ទះវាអីហ្នឹងក៏វាអត់ដំណើរការដែរអញ្ចឹងផ្លូវចិត្តយើងដូចគ្នាដែរណាបើសិនជាវាមានភាពល្អកកណាមួយចូលមកហើយវាពិបាកនឹងដោះស្រាយវាខ្លាំងណាអញ្ចឹងយើងត្រូវលាងចម្រះវាដោយវិធីបែបម៉េចដើម្បីមានភាពងាយស្រួលសម្រាប់យើងត្រូវវិធីដោះខាត់វាដោះលាងវាអញ្ចឹងទេអត់កើតទេត្រូវស្វែងរកខ្លួនឯងតាមណាដើម្បីឲ្យឃើញខ្លួនឯង